អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកពីកង្វល់របស់កម្ពុជាទៅសមាភិកីថៃហើយចង់បានដំណោះស្រាយចំពោះចំនួនព្រំដែននេះព្រោះនៅទីបញ្ចប់នៃសង្គ្រាមមានតែប្រជាជនស្លូតត្រង់ទេជាអ្នករងគ្រោះនេះបើតាមខ្លឹមសារក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុននិងលោក Antonio Guterres អំឡុងពេលនៃការចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025ក្នុងជំនួបទ្វេភាគីនោះលោក Antonio Guterres បានដាក់ក្តីសង្ឃឹមយ៉ាងមុតមមចំពោះប្រទេសកម្ពុជានិងថៃថាភាគីទាំងពីរអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនាគ្នានិងការបញ្ញាចិត្តទៅវិញទៅមកមួយវិញទៀតអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះក៏បានបញ្ជាក់ថាលោកបានលើកឡើងពីទុក្ខលំបាករបស់កម្ពុជាទៅកាន់សមាភិកីថៃឲ្យបានដឹងនិងចង់បានដំណោះស្រាយចំពោះចំនួនព្រំដែនមួយនេះចំពោះលោក Antonio